ការនៅលាវនៅជាមួយនឹងប៉ាម៉ាក់គឺមិនដែលខ្វល់រឿងធ្វើម្ហូបខ្វល់ការងារផ្ទះអីយ៉ាងម៉េចទេអ្នកអើយកាត់តែរឿងរៀនតែមកគត់ចឹងហើយកិច្ចការងារក្នុងផ្ទះបាយឬក៏ម្ហូបអាហារអីហ្នឹងមិនសូវស្គាល់មិនសូវដឹងទេសូម្បីតែត្រីហ្នឹងក៏មិនស្គាល់ដែរអ្នកទាំងអស់គ្នាជីវិតយើងនឹងផ្លាស់ប្ដូរ360ដឺក្រេនៅពេលដែលយើងបែកពីឪពុកម្ដាយយើងហើយតែមានគ្រួសារសាងគ្រួសារខ្លួនឯងចឹងអ្វីៗត្រូវធ្វើខ្លួនឯងគ្មានអ្នកណាមកជួយយើងបានទេទាំងការងារផ្ទះទាំងការងារធ្វើម្ហូបទាំងការងារចិញ្ចឹមកូននិងការងាររកចំណូលខាងក្រៅការងារអីក៏លំបាកដែរអ្នកទាំងអស់គ្នាសំខាន់យើងចេះជួយគ្នាកុំប្រកាន់ថាការងារមនុស្សស្រីឬមនុស្សប្រុសទេឡើងនិយាយរៀបរាប់ច្រើនពេកភ្លេចរៀបរាប់ពីមុខម្ហូបថ្ងៃនេះគឺចំហុយត្រីអ្នកទាំងអស់គ្នាខ្ញុំប្រឡាក់ត្រីជាមួយខ្នុរទឹកត្រីទឹកស្អ៊ីវបន្តិចហើយដាក់ចំហុយត្រី10នាទីហើយក៏ដាក់បន្លែទៅចំហុយជាមួយចំពោះទឹកជ្រលក់វិញខ្ញុំយកទឹកសាតេលាយជាមួយខ្ទឹមសខ្ទឹមក្រហមម្ទេសជីវ៉ាន់ស៊ុយស្លឹកខ្ទឹមដាក់ប៊ីចេងបន្តិចស្ករបន្តិចច្របាច់ក្រូចឆ្មាថែមបន្តិចណាអ្នកទាំងអស់គ្នាចឹងរសជាតិទៅតាមចំណង់ចំណូលចិត្តជូរប្រៃផ្អែមតិចតិចដឹងត្រីតែស៊ីពុលដល់ណាអញ្ចឹងត្រីនឹងវាពុលវាដាក់ឆ្នាំពុលហ្នឹងហើយអត់ស្គាល់ត្រីហ្នឹងទិញមកហូបអត់កើតពុលនៅប្រហែលម៉ាត់អីលក់ហ្នឹងត្រីអស់មួយចាហៀងហ្នឹងលក់អស់នឹងគ្រាប់លក់ហង